vẽ mônបន្ទាប់ពីយើងសេតដោះស្រាយទៅលើផ្នែកប្លង់សិនអត់ឆេះអញ្ចឹងយើងរៀបចំទៅលើផ្នែកខាងក្នុងវិញយើងកាត់កាមេរកាត់អីថ្មីដោយសារតែកាមេរដែលយើងជួលគេមកកាត់វាអស់លុយច្រើនវាអស់ចូល7800តែបើយើងទិញកាមេរមកកាត់ខ្លួនឯងយើងចិនឆៃវាតាមនោះទៅថាវាមិនបានស្អាត100%តែវាធូរថ្លៃជាងយើងចំណាយអស់តែខ្ទង់30នេះគឺរួចអីតែបើយើងឲ្យគេមកកាត់ឲ្យវិញគឺមកជុំឡើងដូចយើងសួរគេហ្នឹងបើមិន700ឬក៏លើសនឹងតាមម៉ូតតាមខនាតដែលយើងហើអញ្ចឹងទៅអីដល់ពេលដែលយើងបាននេះហើយគឺយើងបញ្ចូលទៅលើជ័រដែលយើងបានបាញ់ថ្នាំហើយហ្នឹងគឺយើងរៀបចូលវិញទាំងអស់នឹងក្អីទាំងអីទាំងអស់ទៅគឺរៀបចូលមកវិញទាំងអស់មកវគ្គនេះគឺអត់មានទុកទៀតទេគឺរៀបចូលមួយសេតតែម្ដងគឺអត់មានទុកថាកន្លែងណាយើងត្រូវចិនឆៃទេដោយសារយើងរៀបចំរួចហើយអស់ហើយនេះបងប្អូនមើលបានពីសភាពកាមេរដែលយើងបានកាត់មកគឺអាចទទួលយកបានវាមិនសមរម្យវាមិនស្អាតពេកមិនអាក្រក់ពេកទេអូហើយអ្វីដែលខ្ញុំភ្លេចសម្រាប់អ្នកនរគ្នាគឺកៅអីខាងមុខហ្នឹងកៅអីពីរហ្នឹងគឺយើងអាចដាក់កៅអីផ្សេងមកវិញទេគឺយើងមកផ្លាស់ប្ដូរទៅលើកៅអីRio ប្រភេទកបោនតែកៅអីនេះមិនថ្មីទេជាកៅអីមកទឹកតែគុណភាពវាមើលទៅអាចនៅទទួលយកបានសំខាន់កបោនណាកបោនស៊ីនវាលយថនហ្នឹងនេះបងប្អូនមើលបានពីការតឡើងរបស់យើងគឺរួចរាល់ហើយនៅផ្នែកខាងក្នុងយើងអាចមើលទៅលើចកោគឺថ្មីមកវិញការកាត់តម្រាការកាត់អីហ្នឹងទៅនេះដូចកន្លែងនេះសិតកន្លែងកែគេហើយគឺយើងហៀបមកវិញបិទមកចិត្តឆឹងហ្មងហើយមើលទៅកៅអីសកបោនចកលេខឆ្លាញ់គេចកលេខហ្នឹងពណ៌ស្វាយទៀតតែលើថាម្ចាស់ឡានគាត់នឹងដូរចកលេខហ្នឹងពេលហៀបចំហើយតែឡើយក៏អត់ទាន់ផ្លាស់ប្ដូរទេយ៉ាបន្ទាប់ពីផ្នែកខាងក្នុងដែលយើងហៀបចំហើយគឺយើងបកទៅផ្នែកប្លង់សិនវិញដោយសារតឡាយើងអត់ទាន់ឆេះទេអញ្ចឹងយើងក៏ហៀបចំមើលបន្ថែមបន្ថយទៀតទៅអញ្ចឹងនៅផាកនេះខ្ញុំបង្ហាញអ្នកនរគ្នាតែប៉ុណ្្នឹងទេតែវគ្គក្រោយអាចនឹងមានអីពិសេសជូនអ្នកនរគ្នាទៀត